នេះគឺជាយន្តហោះចម្បាំងទំនើបនិងសំខាន់បំផុតរបស់ប្រទេសមីយ៉ាន់ម៉ាយន្តហោះចម្បាំងស៊ូ30 SME គឺជាយន្តហោះចម្បាំងសំខាន់បំផុតមួយក្នុងចំណោមយន្តហោះចម្បាំងផ្សេងៗដែលមីយ៉ាន់ម៉ាទិញពីរុស្ស៊ីនិងចិនមីយ៉ាន់ម៉ាបានបញ្ជាទិញនិងដាក់ពង្រាយយន្តហោះចម្បាំងធុនធ្ងន់ស៊ូ30ប្រភេទ SME ដែលទិញពីរុស្ស៊ីគឺជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួនផងដែរមីយ៉ាន់ម៉ាបានចុះហត្ថលេខាទិញយន្តហោះចម្បាំងស៊ូ30 SME ចំនួន6គ្រឿងពីរុស្ស៊ីក្នុងឆ្នាំ2018ក្នុងតម្លៃប៉ាន់ស្មានប្រហែល$204 លានអាមេរិករុស្ស៊ីបានចាប់ដើមប្រកួតយន្តហោះចម្បាំងចំនួន2គ្រឿងដំបូងក្នុងឆ្នាំ2022ហើយយន្តហោះចម្បាំងបន្ទាប់ត្រូវបានប្រគល់ជីវៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែធ្នូក្នុងឆ្នាំ2023កងទ័ពអាកាសមីយ៉ាន់ម៉ាបានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការយន្តហោះចម្បាំងប្រភេទចំនួនថ្មីទាំងនេះដើម្បីអបអរសាទរគម្រប់ខួបនៃការបង្កើតកងទ័ពអាកាសរបស់ខ្លួនផងដែរលក្ខណៈបច្ចេកទេសនិងសមត្ថភាពរបស់យន្តហោះចម្បាំងមួយប្រភេទនេះស៊ូ30 SME គឺជាចំនួនកែច្នៃសម្រាប់នាំចេញដែលអភិវឌ្ឍចេញពីយន្តហោះចម្បាំងស៊ូ30 SM ដ៏ល្បីល្បាញរបស់រុស្ស៊ីប្រភេទយន្តហោះចម្បាំងពហុតួនាទីធុនធ្ងន់មួយនេះវាមានអ្នកបើកបរចំនួន2នាក់និងមានសមត្ថភាពធ្វើសម្ពយុទ្ធខ្ពស់នៅលើអាកាសផងដែរដោយសារម៉ាស៊ីនវាមានបច្ចេកវិទ្យាបង្វែរកម្លាំងរុញច្រានខ្លាំងនិងអាចវាយប្រហារបានទាំងលើអាកាសទៅដីនិងលើផ្ទៃទឹកក្នុងគ្រប់អាកាសធាតុទាំងយប់ទាំងថ្ងៃអាចបំពាក់គ្រាប់មីស៊ីលទំនើបរួមទាំងគ្រាប់បែកដែលនាំផ្លូវដោយប្រព័ន្ធឡាស៊ែឬ GPS ផងដែរយន្តហោះចម្បាំងប្រភេទនេះគឺជាយន្តហោះចម្បាំងដ៏មានឥទ្ធិពលនិងទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់កងទ័ពអាកាសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នផងដែរដោយវាមានកម្រិតខ្ពស់ជាងយន្តហោះ MiG-29 ឬ JF-17 ដែលពួកគេមានស្រាប់ការមានយន្តហោះចម្បាំងស៊ូ30ជួយឲ្យមីយ៉ាន់ម៉ាបង្កើតសមត្ថភាពការពារដែនអាកាសនិងបង្កើនឥទ្ធិពលយោធាប្រៀបនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ានក្រុមអ្នកវិភាគអន្តរជាតិបានកត់សម្គាល់ថារបបសឹកមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងអាកាសយ៉ាងខ្លាំងក្នុងការវាយប្រហារលើក្រុមប្រដាប់អាវុធជនជាតិភាគតិចនិងប្រឆាំងក្រុម PDF ទៅតាមតំបន់នានាក្នុងប្រទេសផងដែរ